ទិញបានអា iPhone 16 Pro នេះមកគ្រាប់នេះខ្ញុំតាក់ទើចង់លក់បន្តិចចង់ទុកប្រើបន្តិចខ្ញុំស្រឡាញ់ណាពួកប្រភេទពណ៌សហ្នឹងប៉ុន្តែដោយសារតែនៅកន្លែងអត់មានអីវ៉ាន់លក់អញ្ចឹងត្រូវតែគេហៅថាហែកបេះដូងលក់ណានេះបងប្អូនទាំងគ្នាអីវ៉ាន់នេះតួវាអាចនិយាយបានថាស្អាតណាតួវ៉ាន់ចំវិញអីស្អាតតែវាមានចំណុចមួយដែលស្ទើរហើយចំណុចស្ទើរហ្នឹងគឺធ្វើឲ្យខ្ញុំដកតម្លៃដល់ទៅ$100ជាងដោយសារតែ Vista នេះបងប្អូនទាំងគ្នានេះ Vistaland កន្លែងនេះឃើញទេ Vistaland ប៉ុណ្ណឹងខ្ញុំ note ខាងក្រោយដាក់ថា bike lane នេះវាបែកនៅកាយនេះអញ្ចឹងវាអត់មានប៉ះពាល់ដល់ការថតឬក៏អីទេហើយសម្រាប់ខ្សាច់អេក្រង់អីគឺមួយអេមបងប្អូនទាំងគ្នាខ្ញុំ lock ឲ្យបងប្អូនមើលឃើញអត់នេះឡើងមកស្អាតហ្មងអត់មានឆ្កូតក្វែមក្បាមអត់មានអីទេហើយអីវ៉ាន់សនំសេណែនប៉េះហ្មងអីវ៉ាន់នេះប្រភេទពួក ZA បងប្អូនដាក់ SIM បាន2ក្នុងពេលតែមួយហ្មងហើយជាប្រភេទពួក 256G ទៀតអានេះដោយសារតែវា Sterland ប៉ុណ្ណឹងខ្ញុំដកតម្លៃឲ្យជាង$100បងប្អូនទាំងគ្នាធូរជាង$100ពីហាងឆេងវាហើយនេះវ៉ាន់ចំវិញវាស្អាតបងប្អូនដែលមានតម្រូវការវឺតលឿនមក iPhone 16 Pro ណាខ្ញុំបញ្ជាក់ iPhone 16 Pro ហើយអានេះ sale លុយខ្លាំងមែនតើខ្ញុំអត់ចង់ service ទេខ្ញុំចង់លក់តែអញ្ចឹងព្រោះអីវានៅស្អាតណាយើងទៅ service វាទៅអីឲ្យវាអស់សំណុំស្រីណោះចង់លក់តែអញ្ចឹងបងប្អូនដែលអត់ប្រកាន់ណាយកទៅប្រើទៅអានេះគឺយកទៅប្រើគឺ sale លុយបានច្រើនខ្លាំងមែនតើមានតែមួយដើមទេណាពណ៌អសទៀតពណ៌កម្រហ្មងមានតម្រូវការវឺតលឿនអរគុណ